បាទ គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទភាគច្រើនបងប្អូនតែងតែឃើញវីដេអូរបស់ខ្ញុំធ្វើវីដេអូដែលតាក់ទងទៅនឹងខ្សែនៅលើដៃអញ្ចឹងខ្សែនៅលើដៃក៏វាសំខាន់ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺទួលនៅលើដៃទួលឬក៏ផ្កាយឬក៏ភពបាទពីព្រោះអត្ថន័យរបស់វាគឺខ្សែវាគ្រាន់តែជាឧបករណ៍មួយសម្រាប់ចម្លងបាទចម្លងសក្តានុពលឬក៏អាចនិយាយថាវាជាលក្ខណៈ yoga បាទការគុំគ្នារវាងភពនៅលើដៃនឹងផងដែរបាទអញ្ចឹងហើយអត្ថន័យនៃភពនេះគឺសំខាន់ណាស់ឬក៏ទួលនេះបាទអញ្ចឹងគេបែងចែកទួលនឹងជា9បាទធំបាទដូចអ្វីដែលខ្ញុំគូអញ្ចឹងបាទគឺយើងតម្លាក់អញ្ចឹងមកយើងដឹងនេះបើធ្លាក់តាមចង្អូតដៃអញ្ចឹងមកបាទអញ្ចឹងយើងបែងចែកភពមួយបានបាទអញ្ចឹងភពដែលនៅកន្លែងនេះបាទនៅខាងក្រោមនេះអានឹងយើងហៅថាភពច័ន្ទបាទហៅថាភពច័ន្ទបាទភពច័ន្ទនេះគឺតំណាងឲ្យព្រះច័ន្ទនឹងឯងបាទអញ្ចឹងផ្កាយនៅលើដៃយើងហ្នឹងគឺតំណាងឲ្យតារាទាំង9ដែលនៅព័ទ្ធជុំវិញប្រព័ន្ធព្រះអាទិត្យរបស់យើងហ្នឹងបាទហើយតារាដែលមានឥទ្ធិពលច្រើនជាងគេខ្លាំងជាងគេនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគឺព្រះអាទិត្យនិងព្រះច័ន្ទនេះឯងបាទព្រោះព្រះច័ន្ទប្រៀបដូចម្ដាយហើយព្រះអាទិត្យប្រៀបដូចឪពុកអញ្ចឹងបាទអញ្ចឹងព្រះអាទិត្យនៅកន្លែងនេះបាទនេះសញ្ញាសម្គាល់របស់ព្រះអាទិត្យសញ្ញាសម្គាល់របស់ព្រះអាទិត្យឥឡូវខ្ញុំលើកអត្ថន័យនៃទួលព្រះច័ន្ទបាទចុងបងប្អូនប្រកាសជាស្គាល់ហើយព្រះច័ន្ទយើងឃើញទាំងអស់គ្នារាល់ថ្ងៃបាទជាពិសេសថ្ងៃខ្នើតបាទយើងអាសាឃើញអញ្ចឹងពេលដែលយើងសម្លឹងទៅព្រះច័ន្ទគឺយើងមានអារម្មណ៍ថាមានមនោសញ្ចេតនាហើយព្រះច័ន្ទនេះប្រៀបដូចជាម្ដាយប្រៀបដូចបើប្រៀបទៅនឹងស្ត្រីប្រៀបដូចជាស្ត្រីវ័យចំណាស់បាទស្ត្រីវ័យចំណាស់ឬក៏ចាត់ទុកជាម្ដាយចឹងស្ត្រីវ័យចំណាស់ជាទូទៅគឺគាត់មានភាពសកត់សគមនឹងច្រើនមានការសម័យមានទស្សនវិស័យវែងឆ្ងាយបាទងាយយល់ងាយដឹងអំពីទឹកចិត្តអំពីអារម្មណ៍អ្នកដទៃពេលខ្លះមានញៀនដឹងមុនថែមទៀតផងបាទហើយពូកែយកចិត្តឬក៏យល់អារម្មណ៍ឆាប់ដឹងអារម្មណ៍លឿនណាដោយតាមរយៈការប៉ះពាល់ឬក៏ការនិយាយស្ដីអីហ្នឹងប៉ុន្តែច្រើនតែជាបុគ្គលដែលមានអត្ថកំបាំងព្រោះយើងមើលព្រះច័ន្ទទៅយើងមើលទៅដូចជាថាมันអស់ចិត្តណាបាទដូចជាមានអ្វីបង្កប់នៅអត្ថន័យនៅក្នុងហ្នឹងយើងវាប្រៀបដូចជាធម្មជាតិពិតអញ្ចឹងយើងអាចមើលព្រះច័ន្ទទៅយើងយល់ពីអត្ថន័យបាទហើយពេលខ្លះក៏ចូលចិត្តនៅម្នាក់ឯងព្រោះព្រះច័ន្ទភាគច្រើនគឺការមើលព្រះច័ន្ទគឺច្រើនតែអង្គុយមើលម្នាក់ឯងបែបបន្លងមិនលួចបែបស្មើស្មៃពុំសូវមានសេចក្តីក្លាហាននឹងច្រើនទេហើយហើយនឹងមានការបដូរផ្លាស់លឿនបាទប៉ុន្តែងាយយល់ងាយដឹងភាសាណាបាទដូចជាប្រច័នប្រៀបដូចជាមនុស្សស្រីចឹងបើយើងធ្វើកលេមកលើមធ្វើដៃធ្វើជើងអីតិចតួចគឺគាត់ងាយយល់ណាមិនស្រួលដាក់បាញ់ប្រាវមកលើបាទហើយចូលចិត្តដំណើរកំសាន្តចូលចិត្តដំណើរកំសាន្តចុងបន្ទួលប្រច័ននោះល្អមានន័យថាមនុស្សនោះមានជាទូទៅការគិតចិត្តគំនិតការគិតការសម័យរបស់គាត់គឺបែបវិជ្ជមានណាគាត់មើលពិភពលោកនេះក្នុងភាពស្រស់ថ្លាក្នុងភាពដែលគួរឲ្យជឿជាក់គួរឲ្យចង់រស់នៅបង្កើតនៅគំនិតវិជ្ជមានល្អប៉ុន្តែបើសិនជាប្រច័ននោះខូចឬក៏ប្រច័ននោះទូស្វិតក្រៀមបញ្ជាក់ថាគាត់គឺជាមនុស្សដែលមានគំនិតអវិជ្ជមានច្រើនមានភាពឯកោចូលចិត្តនៅម្នាក់ឯងមិនចង់ប្រស្រ័យតាក់ទងជាមួយនឹងអ្នកដទៃហើយព្យាយាមគិតអ្វីដែលមិនសូវល្អបាទទស្សនៈនៃការស្វែងយល់ក៏មិនសូវល្អហើយពូកែអន់ចិត្តលាក់ទុកអារម្មណ៍អាចកំបាំងគុំគួននឹងច្រើននឹងតាក់ទងទៅនឹងព្រះច័ន្ទដែលខូចអញ្ចឹងបើព្រះច័ន្ទដែលល្អឬក៏សមរម្យគឺគាត់តែងមានគំនិតនឹងល្អមធ្យមបាទល្អសមរម្យនឹងឯងបាទហើយខ្ញុំនឹងបន្តតាក់ទងទៅនឹងទួលអង្គារមួយទៀតបាទ